សូមប្រឡេកមើលគំរូផ្ទះតូចមួយនៅលើផ្លូវវាទំនងជាជំរំមូលដ្ឋានរបស់ចៅហ្វាយនីនៃយោម៉ាក់ស៊ីមានបរោះតូចម្នាក់នៅទីនេះអូតើអ្នកកំពុងនិយាយអំពីអ្វីពិតជាមានបរោះតូចម្នាក់មែនប្រសិនបើអ្នកនិយាយប្រយោជន៍ម្ដងទៀតខ្ញុំនឹងដាក់ទោសអ្នកជំនួសជីដារបស់ខ្ញុំពួកគេលាក់ខ្លួននៅក្នុងទីក្រុងពេលប្រជាជនជួបគ្រោះថ្នាក់រឿងតូចតាចនេះផ្ទះប្រែទៅជាម៉ាស៊ីនចាប់អារក្សដែរការពារពួកវាមើលទៅតូចនៅខាងក្រៅប៉ុន្តែមានអាចកំបាំងមួយនៅខាងក្នុងវាជំរកដែលអាចទុកចិត្តបំផុតនៃច្រកទ្វារស្រមោលរឿងព្រេងនិទានបានរៀបរាប់ថាទ្វារស្រមោលកើតឡើងនៅចុងបញ្ចប់នៃរាជវង្សដើម្បីការពារពិភពលោកដោយពីដែលខែនៃច្រកទ្វារជីមានសិស្សជាច្រើននៅក្រោមទ្វារពីពេញដីទំនៀបកណ្ដាលមិនយូរប៉ុន្មានទេមានសម្លេងចម្លែកមួយនៅលើមេឃដ៏កាច់សាហាវអាយុ1000ឆ្នាំលេចឡើងដើម្បីការពារគាត់ពីការធ្វើបាបពិភពលោកម្ចាស់នៃច្រកទ្វារស្រមោលបានខ្លាញ់ខ្លួនជាជនស៊ីវិលហើយលួចចូលទៅក្នុងនេះទីក្រុងតូចមួយដើម្បីកម្ចាត់គាត់ជាមុនហើយស៊ុយមានដើមកំណើតមកពីសាកសពនៅថ្ងៃដែរក្មេងប្រុសធំបានបញ្ចុះឪពុករបស់គាត់បានឃើញថេស៊ុយដុសចេញពីមុខឪពុករបស់គាត់ឥឡូវនេះគាត់ដឹងពីឥទ្ធិពលចម្លែករបស់ថេស៊ុយគាត់បានរកឃើញភ្នូឪពុករបស់គាត់ដោយផ្ទាល់ហើយនាំថេស៊ុយឆ្ងាយព្រោះកូនប្រុសរបស់គាត់ខ្វាក់ភ្នែកពេលគាត់កាលនៅក្មេងដើម្បីឲ្យក្មេងឃើញពលឹម្ដងទៀតគាត់បានធ្វើបែបនេះរឿងបាបមួយដំបងឡើយទ្រង់បានអនុញ្ញាតឲ្យកូនប្រុសដល់ជីតារបស់គាត់ប្រសិនបើអ្នកយកថេស៊ុយអ្នកត្រូវតែមកទាន់ពេលប្រសិនបើពេលវេលាមិនស័ក្តិសមទេអ្នកនឹងត្រូវគេសម្លាប់នៅពេលនេះធូបបានដុតសម្រាប់ព្រះអង្គឪពុកក៏ត្រូវបានពន្លត់ដែរនេះជារឿងល្អបំផុតពេលវេលាដែលគាត់បានប្រាប់ថៅកែរបស់គាត់ឲ្យចេញទៅក្រៅហើយរៀបចំទឹកក្តៅមួយកំសៀវតែបន្ទាប់ពីរយៈពេលយូរចៅហ្វាយនីមិនដែលឃើញទេដូច្នេះគាត់បានប្រាប់កូនប្រុសរបស់គាត់ថារងចាំនៅទីនេះហើយចេញទៅមើលស្ថានភាពគាត់មិននឹកស្មានថាគាត់ទើបតែបានចាក់ចេញហើយមានខ្យល់បក់បោកខ្លាំងនៅក្នុងផ្ទះក្មេងប្រុសដែលស្នាក់នៅនេះត្រូវបានកើតជាថ្មីដោយថេស៊ុយនៅពេលនេះពេលមួយរយៈបន្ទាប់ពីការរួមបញ្ចូលគ្នាភ្នែករបស់គាត់ពិតជាត្រូវបានស្ដារឡើងវិញមែនគាត់បានសម្រេចចិត្តរកមើលឪពុកម្ដាយរបស់គាត់បន្ទាប់ពីគាត់ត្រូវបានសាច់ចេញនៅរបស់វាហើយមិនបានរើទេប៉ាម៉ាក់ពួកគេមិនមែនជារបស់ខ្ញុំទេឪពុកម្ដាយរបស់អ្នកទើបតែស៊ីដង្កូវមួយក្បាលហើយបានញ៉ាំសាច់គោ5ដុំឥឡូវនេះពួកគេកំពុងសមត្ថភាពនិយាយរបស់ដង្កូវថេស៊ុយត្រូវបានស៊ីពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់គាត់បានកត់សម្គាល់ឃើញភ្លាមថាឪពុកម្ដាយរបស់ក្មេងប្រុសនោះឥឡូវនេះគ្មានសម្បកអ្វីសោះគ្រប់គ្រងដោយពួកវរមវាបានប្រែក្លាយថាដង្កូវបានលេចឡើងសម្រាប់ថេស៊ុយបានរៀបចំក្មេងប្រុសនោះសម្រាប់ដង្កូវនោះគាត់បានទះកំភ្លៀងក្មេងប្រុសនោះបែរមុខចូលទៅក្នុងយន្តហោះក្មេងប្រុសនោះភ័យខ្លាចណាស់គាត់បានរត់ចេញពីផ្ទះប៉ុន្តែគាត់នៅតែត្រូវបានដេញតាមដោយដង្កូវនៅពេលដែលគាត់ត្រូវបានជាប់គាំងសត្វហ្វូនិកបានលេចចេញមកគាត់បានសហការជាមួយមន្តអាគមរបស់គាត់ងាយស្រួលក្នុងការបង្ក្រាបដង្កូវតូចពីរទោះជាយ៉ាងណាក៏ដោយនៅពេលដែលគាត់បានបន្ធូរបន្ថយការប្រុងប្រយ័ត្នរបស់គាត់ដង្កូវស្រាប់តែភ្ញាក់ឡើងគាត់ប្រញាប់ប្រញាល់ដើម្បីបើកឆាត់1000កម្រិតដើម្បីទប់ទល់នៅពេលនេះដង្កូវមួយបានជាប់គាំងនៅក្នុងសាកសពជីតារបស់ក្មេងប្រុសនោះបានលេចចេញមកដើម្បីរារាំងផ្លូវរបស់ក្មេងប្រុសឲ្យទៅដល់តែស៊ុយនៅក្នុងខ្លួនរបស់គាត់មិនចង់បានតែមានអំណាចខ្លាំងពេកក្មេងប្រុសនោះគ្រាន់តែស្រែកហើយបានយកដង្កូវត្រឡប់ទៅកន្លែងដើមរបស់វាវិញទម្រង់បែបបត់ពីព្រោះអំណាចរបស់ថេស៊ុយមិនមែនសម្រាប់មនុស្សសាមញ្ញដើម្បីគ្រប់គ្រងពីព្រោះជំហានទីពោលគឺអស្ចារ្យពេកក្មេងប្រុសនោះបានសែកស៊ុយដោយផ្ទាល់នៅពេលនេះហ្វេងសៀវត្រូវបានវាយប្រហារដោយពួកវរមជាច្រើននៅពេលវេលាដ៏សំខាន់បងប្រុសធំនិងបងស្រីទី2បានប្រញាប់ប្រញាល់ជួយគាត់នៅពេលដែលពួកគេបានរកឃើញក្មេងប្រុសថេស៊ុយថាមិននៅកន្លែងណាទេបានរកឃើញថាដង្កូវប្រហារផ្ទះរបស់ក្មេងប្រុសនោះត្រូវបានបញ្ជូនទាំងអស់សញ្ញាស្កូភីអូដើម្បីស្វែងរកថេស៊ុយឥឡូវនេះតែស៊ុយត្រូវបានដង្កូវយកទៅឆ្ងាយពិភពលោកហៀបនឹងធ្លាក់ចូលទៅក្នុងភាពចលាចលថ្មីម្ដងទៀតហ្វេងសៀវបានប្រាំមិនអាគមដើម្បីលុបការចងចាំរបស់ក្មេងប្រុសសំខាន់បំផុតរឿងឥឡូវនេះគឺត្រូវរកកន្លែងស្នាក់នៅរបស់ថេស៊ុយបាត់បង់ថេស៊ុយនៅក្នុងដៃរបស់ខ្ញុំនឹងយកវាត្រឡប់ទៅវីមែនវីយងដែលបានហៅខ្លួនគាត់ផ្ទាល់ជាព្រះនៃសំណាងគាត់កំពុងកញ្ញាអាពីពីសម្រាប់ប្រពន្ធរបស់គាត់បានបញ្ចប់ការនេះហើយចង់ប្រមូលដោយស្ត្រីចំណាស់បានឲ្យគាត់តែដំឡូងជ្វីអង្គព្រោះអនុស្សាវរីយ៍នៃដំឡូងជ្វីពិតជាមិនខ្ពស់ទេវីយងអាចញ៉ាំបានតែ3ថ្ងៃប៉ុណ្ណោះដើម្បីជាប្រយោជន៍ដល់ផែនការរបស់ព្រះទ្រង់បានឡើងលើទ្វារខាងមុខប៉ុន្តែគាត់គ្រាន់តែឈរនៅមាត់ទ្វារខាងមុខទ្វារ2ខ្ញុំគិតថាឆ្មាំបានព្រមានគាត់ឲ្យចាក់ចេញយ៉ាងលឿនវានឹងក្លាយជាថ្ងៃមួយទៀតនៃភាពអត់ឃ្លាមិននឹកស្មានថាអ្នកបម្រើពីរអ្នកនឹងមកជ្រូករបស់ម្ចាស់វ័យក្មេងរបស់យើងត្រូវបានសន្ធិដ្ឋវាកំពុងទទួលបានធំណាស់មែនហើយតែជ្រូកអាចធំបានដោយរបៀបណាដូចនេះអ្វីដែលវីយងដ៏ធំមិនធ្លាប់មានឃើញជ្រូកធំបែបនេះគាត់អាចធ្វើតែបានបិទទ្វារដោយស្ងាត់គាត់មានគម្រោងចាក់ចេញកន្លែងនេះម្ចាស់វ័យក្មេងរបស់ម្ចាស់ផ្ទះបានប្រាប់គាត់ថាវាជារឿងធម្មតាទេសម្រាប់ជីវិតវាខ្លាយជាធំខុសពីធម្មតានៅពេលយប់ហើយមិនថាអ្នកចិញ្ចឹមវាយ៉ាងណាទេវាមិនអាចបំពេញក្រពះរបស់គាត់បានទេហើយបន្ទាប់មកគាត់បានចេញពីប្រអប់មួយដែលពេញទៅដោយលុយវយងឃើញលុយនៅទីបញ្ចប់គាត់បានសម្រេចចិត្តត្រូវមានភាពក្លាហានគ្រាន់តែដើម្បីដោះស្រាយវាអ្វីដែលមីឆេនគិតគឺខ្ញុំនឹងទៅស៊ីមនុស្សគាត់មិនទាន់ក្រោកពីដំណេកនៅឡើយទេចង្កេះជ្រូកត្រូវបានតាមដានយកមកធំមួយបានស្ទុះទៅរកវយងដែលចែកដននៅទីនោះរាងកាយជ្រូកក្តៅពេកនៅពេលដែលវាធ្លាក់ដល់ឆ្នាំនេះស្រាប់តែរីកធំឡើងហើយរីករាលដាលពីពេញគីនេះបានធ្វើឲ្យវាផ្ទុះភ្លាមជាមនឹងសាច់ហាទៅគ្រប់ទីកន្លែងហើយតែស៊ុយក៏របស់វយងនៅក្នុងដៃរបស់គាត់គឺនាងភ័យខ្លាចខ្លាំងណាស់ហើយប្រញាប់បោះចោលដោយត្រូវបានគេបោះបង់ចោលពួកស៊ើបឥឡូវកំពុងតែតាមវយងហៀបនឹងរត់គេចខ្លួននៅពេលដែលគាត់មកដល់ចំណែកគាត់ត្រូវបានផ្លន់ដោយការវាយប្រហារតែមួយនៅលើកែមនៃការស្លាប់សម្លេងរបស់ស្ត្រីនោះបានធ្វើឲ្យនាងខ្ញុំនឹងចាក់ចេញពីកន្លែងនេះហើយមិនត្រឡប់មកវិញត្រឡប់ទៅរកការពិតវិញហើយទូរស័ព្ទទៅឈ្មោះរបស់នាងក៏បានខ្លាយជានាវា Grand Duke Jupiter បានលេចចេញយឺតនៅចុងឆ្នាំទៅក្នុងខ្លួននាងហើយលើកនាងចេញពីដីអរិយសត្វល្អិតត្រូវបានរកឃើញនៅពេលដែលមីត្រូវបានមានអ្វីមួយខុសប្រក្រតីដូច្នេះខ្ញុំបានត្រឡប់ទៅទីអង្គរបស់វយងរបស់ថេស៊ុយភ្លាមបាត់ខ្លួនពីកន្លែងនោះហើយបន្ទាប់មកពីក្បាលមួយបានធ្លាក់ពីលើមេឃហើយគ្រប់ដណ្ដប់លើដៃជ្រៅមួយត្រូវបានជីកនៅក្នុងខ្សែដើម្បីអាយុរបស់នាងបានរសាត់បាត់បន្តិចនៅពេលនេះតែស៊ុយបានទៅជាមួយអ៊ូរួចហើយឥន្ទ្រីរួមបញ្ចូលគ្នាជាមួយវូយងម្ដងទៀតបានរស់ឡើងវិញឥន្ទ្រីមិនបាននឹកស្មានថារាងកាយរបស់មួយដែលមានអំណាចដូចសូរដើម្បីរស់រានមានជីវិតនៅពេលនេះមនុស្សម្នាក់ត្រូវតែការគ្រប់គ្រងលើរាងកាយត្រូវតែប្រគល់ឲ្យនាងទើបតែបានឃើញតែស៊ុយម្ដងទៀតគាត់បានគប់កណ្ដាប់ដៃរបស់គាត់ចុះហើយសម្រាប់អរិយសត្វនោះពាក់កណ្ដាលខ្លួនរាងកាយរបស់វូយងមានភាពមិនប្រក្រតីបើសិនបើភាពទន់ខ្សោយនេះនៅតែបន្តតែស៊ុយវានឹងមិនមានរយៈពេលយូរនៅក្នុងខ្លួនគាត់នឹងចាក់ចេញពីកន្លែងដែលត្រូវបានប្រមានវិធីសាស្ត្រគឺការប្រើប្រាស់អាហារដើម្បីបំពេញបន្ថែមរាងកាយគឺត្រឹមត្រូវណាស់នៅពេលនេះមនុស្សឈួតនៃនិកាយស្រមោលអ្នកដើរតាមតូចសេនហៃមសែនក៏ដេញតាមដែរឈួតហើយពេលមកដល់ទីនេះសេនហ៊ីមេសាននៅពីក្រោយសៀវនោះគាត់ញ័រខ្លួនដោយក្តីរំភើបនាងហាក់ដូចជាមានអារម្មណ៍ចំពោះវូយងភាពឈួតដែលយល់ឃើញគឺលឿនកាន់វាហើយទុកឲ្យព្រះនាងរាប់ពាន់អ្នកចាត់បន្ទាប់មកអ្វីបានវិលមករកភាពស្ងប់ស្ងាត់វិញតែអ្នកគុណបំផុតក៏នឹងត្រូវចាញ់ដោយតែស៊ុយដែលអាចលេបវាបានដូច្នេះសូម្បីតែ Grand Duke Jupiter ក៏ជាអរដែរគោលដៅនៃការតស៊ូរបស់ត្រកូលនឹងស្ថិតនៅពេលនោះនាងក៏នឹងប្រឈមមុខនឹងសេចក្តីស្លាប់ផងដែរមនុស្សឈួតតូចគ្មានគុណធម៌ខាងយោធាទេ
គាត់បានដកយកវត្ថុស័ក្តិសិទ្ធិអធិរាជមួយចេញពីបានទាំងនានឹងជួសជុល Grand Duke ក្រោមការគ្រប់គ្រងរបស់តៃស៊ុយវិធីសាស្ត្រនេះមានភាពរហ័សរហួននិងលឿនមិនធម្មតាតែគេរួចទៅគេ